កន្លែងញ៉ាំអី3កន្លែងនៅកពតវីដេអូផាត3បើបងប្អូនទៅកពតអត់ដឹងញ៉ាំអីទេគឺអាចសាក់3កន្លែងនេះបានខ្ញុំស្គាល់ហ្នឹងគឺតាមគេ review ដែរតែនិយាយទៅរៀងប្លែកម្យ៉ាងដែរអញ្ចឹងមានតាំងពីកាហ្វេតាមផ្លូវមានតាំងពីនំធីរ៉ាមីស៊ូដែរអញ្ចឹងហើយនៅមានមីលធីដែលគេដាក់ក្រែមដងទៀតដែលគេពង viral ហ្នឹងអញ្ចឹងដំបូងគេនេះវិញកន្លែងទី1នេះគឺកាហ្វេតាមផ្លូវបើទីតាំងវិញគឺអាចចំណាំក្នុងវីដេអូហ្នឹងបានអញ្ចឹងនៅកន្លែងគាត់ហ្នឹងគឺមានតាំងពីកាហ្វេផងមានតាំងពី matcha ផងនិយាយទៅមានច្រើននៅកន្លែងគាត់ហ្នឹងគឺប្លែកជាងគេហ្មងត្រង់ថាកាហ្វេនៅខាងគាត់ហ្នឹងគឺយកមកគីបបាននិយាយពីរសជាតិក៏ឆ្ងាញ់មួយយ៉ាងដែរពេលដែលញ៉ាំទៅគឺអត់សូវឆ្ងៀមទេតម្លៃក៏សមរម្យនិយាយទៅរសជាតិមកល្មមឆ្ងាញ់ហ្មងងាយស្រួលហ្មងសម្រាប់បងប្អូនដែលគាត់ចង់ទៅញ៉ាំតាមផ្លូវអីចឹងបន្តមកទៀតកន្លែងទី2នេះវិញគឺជា milk tea ដាក់ក្រែមដូងសម្រាប់ឈ្មោះកន្លែងគាត់ហ្នឹងវិញឈ្មោះ Rami Coffee and Bakery នៅកន្លែងគាត់ហ្នឹងគឺលោជាងគេហ្មងត្រង់ថាដាក់ក្រែមដូងហ្នឹងឯងបើតម្លៃវិញដូចជាមួយកែវហ្នឹង6000ប៉ុន្តែបើថែមក្រែមដូងហ្នឹងគឺថែម4000ទៀតអញ្ចឹងសម្រាប់មនុយវិញគឺមានតាំងពីកាហ្វេផងមានតាំងពី milk tea matcha ផងនិយាយទៅមានច្រើនហើយទាំងអស់ហ្នឹងក៏ដាក់ក្រែមដូងបានដែរគ្រាន់តែតម្លៃវិញគឺគិតតាមនឹងដែរអញ្ចឹងបន្តមកទៀតកន្លែងចុងក្រោយគេនេះវិញដងតាមានបងប្អូនស្គាល់ច្រើនហ្មងនៅកន្លែងគាត់ហ្នឹងគឺល្បីមែនមានតាំងពីភ្ញៀវខ្មែរមានតាំងពីភ្ញៀវបរទេសដែរអញ្ចឹងហើយនំនៅខាងគាត់ហ្នឹងគឺមានច្រើនមែនតើបើតម្លៃវិញគឺមានចាប់ពី5000ឡើងអញ្ចឹងនិយាយពីថានំនៅខាងគាត់ហ្នឹងគឺមើលតំណងមែនតើមកបើនិយាយពីហូជីក៏ឆ្ងាញ់មួយបែបមួយយ៉ាងដែរតាមនំមួយអញ្ចឹងហើយនៅមាននំផ្សេងច្រើនជាងនឹងទៀតសំបីតាធីរ៉ាមីស៊ូនេះក៏មានដែរដូចជាមួយចានហ្នឹង10000ជាងសរុបមកបើបងប្អូនទៅកពតអត់ដឹងញ៉ាំអីទេគឺអាចរើបាន3កន្លែងនេះ